4 រោគសញ្ញាសំខាន់នៃបញ្ហារលាកមាត់ស្បូងទី1ស្ត្រីចាប់ផ្ដើមមានការធ្លាក់សមកមានលឿងខៀវខាប់ធ្លាក់សមកពណ៌ដូចទឹកដោះគោធ្លាក់សមកហូរជាទឹកថ្លាសើមជាប់ជាប្រចាំរាល់ថ្ងៃទី2ទ្វារមានចាប់ផ្ដើមមានក្លិនស្អុយក្លិនជូរក្លិនឆ្អាបចេញពីទ្វារមានមកតែម្ដងទី3ចាប់ផ្ដើមមានអាការៈឈឺចុករយតាមអាងតាគៀកឈឺក្រោមបរិវេណពោះទី4មានការឈឺចុកចាប់អំឡុងពេលរួមភេទដូច្នេះបើសិនជាបងប្អូនស្ត្រីមានរោគសញ្ញាទាំងអស់នេះសូមប្រញាប់ស្វែងរកដំណោះស្រាយចា៎បើសិនជាបងប្អូនប្រើប្រាស់ថ្នាំជាច្រើនមកហើយនៅតែមិនទាន់ទទួលបានផលមិនទាន់បានធូរស្បើយឡើងវិញបងប្អូនអាចងាកមកសាកប្រើជាមួយនឹងផលិតផលធម្មជាតិ Femini បានគឺល្អប្រើខ្លាំងមែនទែនណាញ៉ាំត្រឹមតែពេលព្រឹកមួយគ្រាប់ពេលល្ងាចមួយគ្រាប់បងប្អូននឹងបាត់រាល់បញ្ហាធ្លាក់សរមាស់ធំក្លិនក្តៅក្រហាយស្ងួតនៅតំបន់ទ្វារមាសពីមុនចុកក្រោមថ្ងាសហើយក៏ធ្លាក់តែឥឡូវផឹកឆ្នាំអ្នកគ្រូទៅត្រូវបានច្រើនធូរបានច្រើនអន់ធ្លាក់ហើយបាត់ចុកពោះបាត់ឈឺក្រោមថ្ងាសអីគឺបាត់អស់លេងមកបាត់ក្លិនបាត់អីទៀតអ្នកគ្រូសកែមែនឆ្នាំ